ជម្រាបសួរផងម៉ែបងប្អូនខ្ញុំបាទជាមន្ត្រីកសិកម្មនៃឃុំតាខ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុក្នុងពេលនេះផងដែរខ្ញុំបានកំពុងស្ថិតនៅក្នុងភូមិព្រែកតលឃុំតាខ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុដើម្បីជួបជាមួយនឹងលោកពូដែលគាត់ជាកសិករដែលចិញ្ចឹមគោចំនួន100ក្បាលហើយក្នុងគោលបំណងរបស់ខ្ញុំហ្នឹងគឺខ្ញុំចង់មកជួបគាត់ហ្នឹងដើម្បីទី1សិក្សាពីស្ថានភាពនៃការចិញ្ចឹមគោរបស់គាត់ហ្នឹងតើគាត់ចំនឹងរបៀបម៉េចមានបញ្ហាអីអត់អីចឹងណាហើយតបមកទៀតខ្ញុំក៏ចង់មកដើម្បីសិក្សាពីបញ្ហាហើយក៏ដូចជាពីតាក់ទងជាមួយនឹងទីផ្សារតើយើងអាចផ្ដល់ឬក៏ជួយអ្វី20000បានมั้យ30000អូថ្លៃដែរបាទពូជំរាបសួរបាទឥឡូវខ្ញុំសុំណែនងខ្លួនហើយខ្ញុំបាទជាបាទពូជំរាបសួរបាទឥឡូវខ្ញុំសុំណែនងខ្លួនហើយខ្ញុំបាទជាមន្ត្រីកសិកម្មនៃឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុថ្ងៃមុននេះខ្ញុំមកជួបម៉ាក់ពូហើយបាទគាត់បានណែនាំអីច្រើនដែរអញ្ចឹងណាតែហៅលេលោកពេលមកជួបពូចេះតែរៀងនេះរហូតដល់បានមកជួយពូឥឡូវពូសុំសួរពូឈ្មោះអីគេដែរពូខ្ញុំអ្នកហ្វាតហ្នឹងឯងពូចុះពូពូអាចរៀបរាប់មូលហេតុបានទេពូហេតុអីមិនពូចាប់ដើមចិញ្ចឹមកោអញ្ចឹងណាអត់មូលហេតុដោយសារអីដោយសារតែខ្ញុំនិយាយប្រាប់ចឹងខ្ញុំនៅស្រុកហ្នឹងវារស់ស៊ីមានចង់ទិញថែមបើតុងឲ្យ50ជាតិក៏បានបាទល្អពូល្អមែនតើនេះយើងបើសិនជាយើងទៅធ្វើការនៅឆ្ងាយក៏វាពិបាកដែរបើយើងនៅនេះយើងបានបង្កើតប្រតិកម្មនៅសេដ្ឋកិច្ចក្នុងគ្រួសារហើយបានធ្វើអីផ្សេងទៀតនៅផ្ទះអញ្ចឹងណាបាទពូហើយមួយវិញទៀតពូតកតងជាមួយនឹងបច្ចេកទេសអីពូមិនដែរពូបាទបញ្ហាក៏មានបញ្ហាអីអត់ចង់ដែររឿងចង់ចែកទេសហ្នឹងឥឡូវចង់ឥឡូវយើងមានអាចគោហើយឥឡូវចង់ចែកទេសពីរឿងដាំដូចជាដំណាំដូចជាសក់ដូចជាអីរបស់វិលងាយបាទយកថៅការហ្នឹងជាងទៅគ្រប់គ្រងគ្រួសារហើយយើងមានថែមយើងមានគោទៀតដោយពេលវេលាហ្នឹងយើងអត់មានធ្វើអីអូខេពូអានេះចំណុចនេះគឺពួកខ្ញុំជាខាងពួកខ្ញុំជាមន្ត្រីកសិកម្មនៅក្រោមក្រសួងការគ្រប់គ្រងរបស់ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់នឹងនេសាទអញ្ចឹងណាពូកំពុងតែយកចិត្តទុកដាក់ផ្ដោតទៅលើការបង្កើនប្រតិកម្មនៅក្នុងស្រុករបស់យើងដែរអញ្ចឹងណាអត់អីជំរឿចាប់ពីហ្នឹងចាំជជែកគ្នាជាមួយពូចង់ដាំអីអញ្ចឹងណាជំរឿខ្ញុំអាចជួយបានខ្លះអ្វីដែលខ្ញុំអាចជួយបានគឺខ្ញុំនឹងអាចជួយបានខ្លះអាហ្នឹងហើយជំរឿពាក្យសាមួយពូមានអាចកោស្រាប់វិញអត់អីទេឥឡូវនេះវាខ្វះអីទេយើងខ្វះថាកលុកទឹកហ្នឹងវារាក់ពេកហើយម៉ាស៊ីនបូមទឹកហ្នឹងបាទខ្វះតែប៉ុណ្្នឹងទៀតទេខ្ញុំអាចអូខេអាចរស់នៅឡើងស្រួលបាទតែយើងធ្វើអ្វីដែលយើងអាចធ្វើបានសិនណាដូចពូនិយាយរឿងដាំអញ្ចឹងគឺត្រូវហ្នឹងដោយសារយើងមាននេះមានអាចកោមានអីស្រាប់អីហើយចាំមើលជជែកគ្នាពូចង់ដាំអីចឹងណាខ្ញុំមើលត្រូវមិនអីចឹងណាហើយចុះសម្រាប់កូននេះយើងអាចដឹងថាវាមកនេះយើងចំណេញមិនយើងអាចដឹងឯពូគូហ្នឹងបាទអត់តាន់គូហ្នឹងអត់តាន់ធ្វើអីឲ្យបានទេគ្រាន់តែចាប់ថាយើងខ្វះដូចជាខ្វះឲ្យថាគោលបងយើងលក់គោលបងខ្វះឡាលក់យើងលក់គោទិញបន្លាលក់គាត់ថាយើងតែតធ្វើម៉េចឲ្យគង់វងរបស់យើងក្នុងហ្នឹងយើងបង្កើតដើមទុនសិនអញ្ចឹងហើយកុំឲ្យវាចេញរបស់យើងចាំហើយយើងចេញទៅស៊ីរបស់គេឡើងខ្នល់ឡើងអីក៏កើតដែរបាទនាំឲ្យគេថាអ្នកធ្វើការងារគេពិបាកត្រូវឲ្យពូល្អអ្នកពូគាត់ឡើងទៅអញ្ចឹងឥឡូវយើងអត់ទាន់ដឹងចំណេញអីមិនច្បាស់លាស់ទេគ្រាន់តែដឹងថាវាចំណេញយើងត្រូវការពង្រីកទៅមុខធ្វើជាមុខរបររបស់យើងជាប្រចាំថ្ងៃអញ្ចឹងណាពូហ្នឹងហើយពូមួយចិត្តដល់ពេលអញ្ចឹងយើងឥឡូវយើងប្រឡែងវាអីទៅស៊ីស្មៅត្រូវស៊ីច្រាំងត្រូវបាទអញ្ចឹងចាស់តែគេថែអីនេះអត់បាទហើយបើខែបើសែទៅលើភ្នំត្រូវហើយខ្ញុំសួរគេដែរសួរគេដែរក៏ប្រាប់ដែរអញ្ចឹងណាអញ្ចឹងគេចំពោះចោះអាបញ្ហាដូចឈឺអីយើងជួបប្រទេសញឹកញាប់អីញឹកញាប់ដែរអារឿងក៏មុនវាកើតអាចជំងឺពោកបាទពោកបាទហ្នឹងឯពេលលើកក្រោយបើសិនជំងឺហ្នឹងពូអាចជាមួយខ្ញុំឲ្យលេខខ្ញុំពូអាចរាយការណ៍មកខ្ញុំបានខ្ញុំនឹងចោះជាមួយនឹងភ្នាក់ងារសត្វភូមិអីចឹងណាបាទដើម្បីមកសិក្សាអីទេនិយាយទៅខ្ញុំព
ពួកខ្ញុំជាត្រីកសកម្មអញ្ចឹងគ្រប់ត្រូលពូធ្វើអាកសកម្មសពយ៉ាងអញ្ចឹងណាទាំងមន់ទាំងអីក៏ចឹងដែរបាទក៏គ្រប់ត្រូលដែរអញ្ចឹងឥឡូវខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណពូដែលចំណាយពេលដ៏មានតម្លៃអញ្ចឹងណាហើយចាំចប់ពីអញ្ចឹងចាំជជែកគ្នារឿងដាំបន្លែអញ្ចឹងណាបាទពូអានេះហ្នឹងក៏បានផលដែរប៉ុន្តែមនុស្សសាដែរបើថាខ្ជិលធ្វើអត់តើព្រោះគេហែងយកកដូលបាទយកកដូលហើយធ្វើជាទឹកគ្រឿងពូជាមលុក20000បានមិន30000បាទបាន1គីឡូវា8000អូថ្លៃដែរបាទហើយយើងបែរដល់ខ្ចីហ្មងហែងអាកដូលគ្នាយើងវាចេញមកបាទពងវាដូចអាស័យចឹងណាបាទចឹងហើយខ្ញុំរែកអាចគូចឹងហើយខ្ញុំដាក់អាចគូហើយខ្ញុំលុបដីហើយខ្ញុំយកអាដលងហ្នឹងដាក់នៅកណ្ដាលហ្នឹងដល់ខ្ញុំលើមុខចាំមើលវាស្ដាយពេកយើងចែកតិចវាបានតិចពេកហើយឆ្នាំនេះបើសិនណាឧទាហរណ៍ឲ្យអាយុខ្ញុំនៅខ្ញុំដាំច្រើនហ្មងហើយតម្លៃថ្លៃទៀត5000ចូលចិត្តហូបទៀតយកចិត្តតើពូបាទចុះអាហ្នឹងឆ្នាំមុនពូនិយាយថាមិនបានដល់700,000នេះមិនរស់ឆ្នាំហ្នឹងខ្ញុំបសោតលោជីកលុកហើយខ្ញុំរែកអាចគោមកបកីហើយដាក់ហើយខ្ញុំយកអាដីហ្នឹងកប់ហើយដាក់ដលងក្នុងហ្នឹងដល់លឿងមុំមើមហើយប្រហែល30រោង30គុំមួយឆ្នាំបាន700,000អីច្រើនពូច្រើនខ្ញុំថាច្រើនណាបាទខ្ញុំបានដឹងថាស្ដាយបាទហ្នឹងកសកម្មអញ្ចឹងឃើញហ្នឹងបន្តិចរស់ស្រួលហ្មងបាទពូ1លាន50 1លាន41ណោះគាត់ដុតហើយពូជហ្នឹងពូជកក្តាមដែរណាពូលយនេះអាហ្នឹងឲ្យប្រហែលខែបានប្រហែលឆ្នាំបានលក់